បាទអញ្ចឹងដើម្បីធ្វើអក្សរកោងចេះបាទដើម្បីធ្វើអក្សរកោងដូចគេចេះគ្នាយើងត្រូវទៅរកធូមមួយឈ្មោះថា envelope តោះនេះរស្មីបាទតើលោកគ្រូតើបាទអញ្ចឹងដល់ពេលនោះប្រវត្តិរបស់ envelope នោះនឹងរត់មកឲ្យអ្នកទាំងអស់គ្នាបានឃើញហើយគ្នាយើងគ្រាន់តែជ្រើសរើសយកពាក្យមួយថាឈ្មោះថា single mode X mode ហ្នឹងមកបាទចុចវាមកគ្នាយើងត្រូវតែប្រកាសចុចណាបើអត់ចុចទេអាផ្សេងធ្វើបានទេបាទមានតែ single X mode ហ្នឹងទេបានធ្វើបានបាទចឹងគ្នាយើងគ្រាន់តែចុចទាញវាឡើងលើបែបនេះមកបាទទាញវាមួយទៅបាទកុំបខំបាទហើយគ្នាយើងគ្រាន់តែទាញឲ្យលើនេះក្រោមនេះទៅតាមវាតិចទៅបាទចេះមកបាទអូខេបាទអញ្ចឹងគ្នាយើងសេរីសងខាងនេះចេះតិចមកបាទអូខេបាទអញ្ចឹងបើសិនគ្នាយើងគិតថាប៉ុណ្ណឹងពេញចិត្តគ្នាយើងយកទៅតនដាក់ស្មីលោកគ្រូកុំព្យូទ័រខ្ញុំអត់ឃើញកន្លែងហ្នឹងលោកគ្រូអត់ឃើញតែត្រាប់សាដូនហ៎ហេឡូរស្មីឃើញតែសាដូធូលលោកគ្រូសាដូធូលប៉ុន្តែរស្មីចុចអាឆ្វេងណាមកឆ្វេងព្រោះយើងចុចនេះឃើញអាសញ្ញាវាភ្ញុចមកខាងស្ដាំតិចមកក្រោមតិចហ្នឹងមករស្មីក៏ចុចមកឆ្វេងតិចមកវាសូធូលផ្សេងឲ្យរស្មីឃើញហើយមាន extrude មាន extrude មាន blend មាន contour ហ្នឹងបាទតែរស្មីយកតែពាក្យenvelope មួយមកបាទដើម្បីធ្វើអក្សរកោងអញ្ចឹងណាអូខេលោកគ្រូឃើញអញ្ចឹងដើម្បី copy អាកោងហ្នឹងទៅដាក់អាតិចមួយទៀតបាទគ្នាយើងអាចប្រើ tool មួយឈ្មោះថាeyedropper ហ្នឹងមកបាទដូចចិត្ត color eyedropper ហ្នឹងមកបាទហើយគ្នាយើងយកពាក្យតែ effect ហើយគ្នាយើងគ្រីសបាទ envelope នេះវាតាក់ទងជាមួយនឹងអក្សរកោប៉ុន្តែតទៅមុខគ្នាយើងអាចចម្លងសាដូចម្លង power clip ចម្លង extrude ដូចចូលបានទៀតណាបាទតែដោយសារឥឡូវនេះទិសដៅរបស់យើងគឺតាក់ទងជាមួយនឹងការចម្លងកោអញ្ចឹងគ្នាយើងចុចឲ្យចំអក្សរកោនឹងមកហើយគ្នាយើងយកទៅចាក់ឲ្យចំទៅនឹងអក្សរដែលយើងចង់ឲ្យវាកោអូខេតោះបាទវាបានហើយគ្នាយើងឈរខាងក្រៅជាមកបាទ